គួរតែវិនិយោគនៅក្នុងវិស័យ crypto បែបណាទើបធ្វើឲ្យចំណេញលុយចាជំរាបសួរអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាសំណួរដែលមានបងម្នាក់គាត់ comment សួរនៅក្នុងវីដេអូមួយរបស់ខ្ញុំនៅក្នុង channel ដើម្បីឆ្លើយតបទៅនឹងសំណួរមួយហ្នឹងអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងនិយាយពីប្រភេទអ្នកវិនិយោគ crypto អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាតាមដានស្ដាប់រួចហើយតើអ្នកទាំងអស់គ្នាគិតថាមួយណាស័ក្តិសមនឹងអ្នកបើសិនជាអ្នកទាំងអស់គ្នាមានបំណងចង់វិនិយោគហើយអ្នកដែលកំពុងតែវិនិយោគផ្ទាល់តើបងគិតថាមួយណាជាប្រភេទអ្នកវិនិយោគដែលត្រូវនឹងរូបបងមុននឹងយើងចូលដល់ប្រធានបទរបស់យើងថ្ងៃនេះខ្ញុំសូមបញ្ជាក់ផងដែរថាគោលបំណងក្នុងការធ្វើវីដេអូនេះឡើងគឺដើម្បីចែករំលែកចំណេះដឹងចែករំលែកបទពិសោធន៍ក៏ដូចជាការកម្សាន្តខ្ញុំមិនមែនជាអ្នកជំនាញហើយក៏មិនមែនជាអ្នកផ្ដល់ដំបូន្មានផ្នែកហិរញ្ញវត្ថុហើយក៏អត់មានបំណងអូសទាញអ្នកទាំងអស់គ្នាឲ្យចូលមកវិនិយោគនៅក្នុងវិស័យ crypto ឡើយឥឡូវយើងចូលមកដល់ប្រធានបទយើងវិញពីប្រភេទអ្នកវិនិយោគនៅក្នុងវិស័យ crypto អញ្ចឹងអ្នកដែលវិនិយោគនៅក្នុងវិស័យ crypto គឺមាន5ប្រភេទធំហើយខ្ញុំនឹងបកស្រាយពីប្រភេទនីមួយៗបូករួមទាំងចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានរបស់ប្រភេទទាំង5នោះប្រភេទអ្នកវិនិយោគទី1នោះគឺ The Hodler HODLER ឬក៏ពាក្យពេញជាភាសាអង់គ្លេសហៅថា Hold for Dear Life អញ្ចឹងប្រភេទអ្នកវិនិយោគទី1នេះគឺគាត់វិនិយោគបែបលក្ខណៈយូរអង្វែងពួកគាត់ចាត់ទុកកាក់ crypto ហ្នឹងដូចជាអចលនទ្រព្យដូចដីផ្ទះមាសជាដើមហើយពួកគាត់អត់សូវខ្វល់ពីតម្លៃឡើងចុះរៀងរាល់ថ្ងៃទេព្រោះគោលបំណងរបស់គាត់គឺវិនិយោគរយៈពេល20-30 ឆ្នាំឬក៏រហូតដល់គាត់ចូលនិវត្តន៍ហើយមួយវិញទៀតអ្នកដែលវិនិយោគ for long term អញ្ចឹងគឺពួកគាត់ចូលចិត្តទិញកាក់ដែលមានហានិភ័យទាបដូចជាកាក់ Bitcoin ហើយនិង Ethereum សម្រាប់ចំណុចវិជ្ជមានវិញគឺអ្នកដែលវិនិយោគប្រភេទទី1នេះគឺគាត់មានភាពអត់ធ្មត់ខ្ពស់ហើយគាត់ក៏បានធ្វើការសិក្សាស្រាវជ្រាវជាច្រើនដែរទើបគាត់សម្រេចចិត្តថាវិនិយោគទៅលើកាក់ទាំងនោះក្នុងរយៈពេលវែងដោយពួកគាត់គិតថានៅថ្ងៃអនាគតទៅវានឹងអាចឡើងថ្លៃខ្លាំងជាងតម្លៃដែលគាត់ទិញសម្រាប់ចំណុចអវិជ្ជមានវិញគឺគាត់អាចបាត់បង់ឱកាសខ្លះក្នុងការដកប្រាក់ចំណេញមកធ្វើការប្រើប្រាស់អញ្ចឹងបើសិនជាយើងមើលទៅលើក្រាฟរបស់តម្លៃ Bitcoin ជារៀងរាល់4ឆ្នាំទៅ5ឆ្នាំគឺ Bitcoin នឹងមានការឡើងថ្លៃខ្លាំងខ្ពស់បំផុតអញ្ចឹងបើសិនបើគាត់វិនិយោគនៅពេលដែលកាក់មានតម្លៃទាបហើយគាត់ដកប្រាក់ចំណេញខ្លះនៅពេលដែលវាមានតម្លៃខ្ពស់វាអាចនឹងឲ្យគាត់យកមកប្រើប្រាស់ផ្សេងមុននឹងកាក់អាចធ្លាក់តម្លៃចុះមកវិញប៉ុន្តែសម្រាប់អ្នកប្រភេទ hodler គឺគាត់អត់ខ្វល់ពីរឿងហ្នឹងទេគឺគាត់ដឹងតែទុកកាក់អញ្ចឹងហើយទើបធ្វើឲ្យគាត់បាត់បង់ឱកាសក្នុងការដកប្រាក់ចំណេញមកប្រើប្រាស់សម្រាប់អ្នកវិនិយោគប្រភេទទី2នោះគឺ the trader ឬក៏ខ្មែរយើងហៅថាអ្នកទិញលក់សម្រាប់អ្នក trader ហ្នឹងក៏បែងចែកចេញជាពីរប្រភេទទៀតទី1 spot trader ទី2 future trader សម្រាប់ spot trader គឺគាត់រកប្រាក់ចំណេញតាមរយៈការទិញកាក់នៅពេលដែលវាមានតម្លៃថោកហើយលក់ទៅវិញក្នុងពេលដែលវាមានតម្លៃថ្លៃសម្រាប់ឯ future trader វិញគាត់អាចរកប្រាក់ចំណេញបាននៅពេលដែលគាត់ដឹងថាកាក់នឹងឡើងថ្លៃហើយគាត់ក៏អាចរកប្រាក់ចំណេញបានដែរនៅពេលដែលគាត់ដឹងថាកាក់នោះនឹងចុះថ្លៃវិញប៉ុន្តែសម្រាប់ future trader គឺគាត់មានហានិភ័យខ្ពស់មែនតើពីព្រោះគាត់អាចខ្ចីលុយពី exchange យកមកធ្វើការ trade បានប៉ុន្តែវាមានហានិភ័យក្នុងការ liquidate ក៏ខ្ពស់ដែរមួយវិញទៀតមិនថា spot trader ឬក៏ future trader ទេពួកគាត់គឺត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្រើនហើយមួយវិញទៀតត្រូវធ្វើការតាមដានព័ត៌មានឲ្យបានជារៀងរាល់ថ្ងៃពីព្រោះព័ត៌មានទាំងនោះគឺជាកត្តាដែលអាចធ្វើឲ្យកាក់នឹងឡើងឬក៏ចុះថ្លៃបានអញ្ចឹងវាក៏ជាឱកាសមួយសម្រាប់អ្នក trader គាត់មានឱកាសក្នុងការរកប្រាក់ចំណេញដែរចំណុចវិជ្ជមានសម្រាប់អ្នកវិនិយោគប្រភេទនេះគឺគាត់អាចរកប្រាក់ចំណូលបានច្រើនប្រសិនបើពួកគាត់ធ្វើការសិក្សាពីទីផ្សារបានល្អហើយមួយវិញទៀតបានធ្វើការទិញលក់បានត្រឹមត្រូវចំណែកឯចំណុចអវិជ្ជមានវិញគឺពួកគាត់ត្រូវចំណាយពេលច្រើនក្នុងការតាមដានព័ត៌មានក៏ដូចជាសិក្សាស្រាវជ្រាវហើយមួយវិញទៀតហានិភ័យក្នុងការខាតបង់លុយក៏មានភាគរយខ្ពស់ដែរ
អ្នកវិនិយោគប្រភេទទី3នោះគឺ Moonboy សម្រាប់ Moonboy ខ្ញុំអត់ដឹងថាបកប្រែខ្មែរថាម៉េចដែរប៉ុន្តែ Google Translate ជួយបកប្រែឲ្យខ្ញុំថាអ្នកតាមចាប់ប្រច័ណ្ឌអញ្ចឹងន័យរបស់វាប្រហែលនឹងដែរគឺ Moonboy គាត់ចូលចិត្តធ្វើការសិក្សាស្រាវជ្រាវពីកាក់ដែលទើបតែចាញ់ថ្មីឬក៏ទើបតែបង្កើតថ្មីហើយគោលបំណងរបស់គាត់គឺស្វែងរកកាក់ណាមួយដែលគាត់គិតថានឹងអាចឡើងថ្លៃ100ទៅ1000ដងក្នុងរយៈពេលខ្លីភាគច្រើនកាក់ដែលពួកគាត់វិនិយោគនោះគឺដូចជាមីមខ្វាញ់ឬក៏កាក់ផ្សេងដែលមានការពេញនិយមខ្ពស់ឬត្រូវបានគេលើកឡើងយកមកនិយាយច្រើនសម្រាប់ចំណុចវិជ្ជមានរបស់ Moonboy គឺបើសិនជាគាត់អាចរកកាក់ណាមួយដែលគាត់វិនិយោគត្រូវនោះគឺគាត់អាចទទួលបានលុយច្រើនសន្ធឹកសន្ធាប់តែម្ដងតែពេលខ្លះអាចធ្វើឲ្យគាត់នឹងចូលនិវត្តន៍ក្នុងរយៈពេលខ្លីឬក៏ចូលនិវត្តន៍នៅពេលដែលគាត់មានវ័យក្មេងប៉ុន្តែចំណុចអវិជ្ជមានវិញក៏វាមានភាគរយតិចតែពីព្រោះកាក់ដែលបង្កើតថ្មីឬក៏មីមខ្វាញ់ហ្នឹងគឺបង្កើតថ្មីជារៀងរាល់ថ្ងៃមានរាប់រយរាប់ពាន់កាក់មួយវិញទៀតបើសិនជាគាត់វិនិយោគចំកាក់បោកប្រាស់នោះក៏ធ្វើឲ្យគាត់បាត់បង់លុយចំណេញដែរសម្រាប់អ្នកវិនិយោគប្រភេទទី4នោះគឺអ្នកដែលតាមចាប់ឱកាស airdrop នៅក្នុងវិស័យ crypto មិនមែនកាក់ទាំងអស់ទេប៉ុន្តែកាក់មួយចំនួនធំគឺគាត់ចែកជូនដល់អ្នកដែលគាត់ចូលរួមសមាគមហ្នឹងមុនគេអញ្ចឹងហើយអ្នកដែលចូលរួមដូចជា Telegram group ឬក៏ Discord group របស់គាត់នឹងអាចមានព័ត៌មានពីការចែកជូន free របស់កាក់នោះហ្នឹងគោលបំណងរបស់អ្នកវិនិយោគប្រភេទបែបនេះគឺគាត់តាមរកកាក់ណាដែលថ្មីដែលនឹងចែក airdrop ដូច្នេះនៅពេលដែលគាត់ទទួលបាន airdrop ហើយគាត់នឹងអាចលក់កាក់នោះមកវិញនៅពេលដែលគេចាប់ផ្ដើមដាក់លក់កាក់ទាំងនោះនៅក្នុង exchange ផ្សេងសម្រាប់គុណសម្បត្តិវិញគឺពួកគាត់មិនចាំបាច់យកលុយច្រើនទៅទិញឬវិនិយោគនៅលើកាក់ណាមួយឡើយដោយសារតែពេលដែលគាត់ទទួលបានកាក់ airdrop នោះគឺវា free អ្វីដែលគាត់ចំណាយហ្នឹងគឺ gas fee ដែលមានចំនួនតិចតួចប៉ុន្តែសម្រាប់គុណវិបត្តិវិញពេលខ្លះវាអាចទទួលបានចំនួនតិចពី airdrop នោះហើយអញ្ចឹងប្រាក់ចំណេញរបស់គាត់ក៏មិនអាចចំណេញបានច្រើនដែរមួយវិញទៀតកាក់ខ្លះនៅពេលដែលគាត់ airdrop ហើយនៅពេលដែលគាត់ដាក់លក់នៅក្នុង exchange វាមានការធ្លាក់ថ្លៃជាខ្លាំងអញ្ចឹងដូចតែខ្ញុំបាននិយាយជាដើមអញ្ចឹងលុយដែលគាត់ចំណេញក៏អត់សូវបានខ្ពស់ដែរពេលខ្លះលុយដែលគាត់ចំណេញហ្នឹងអាចតិចជាងថ្លៃ gas fee របស់គាត់ប្រភេទអ្នកវិនិយោគទី5នោះគឺជាជនរងគ្រោះដោយសារទិញកាក់នៅពេលដែលវាមានតម្លៃខ្ពស់ខ្លាំងបំផុតអញ្ចឹងអ្នកវិនិយោគប្រភេទមួយនេះគឺភាគច្រើនគឺគាត់មកក្រោយគេអាចថានៅពេលដែល Bitcoin វាឡើងថ្លៃឡើងដល់ខ្ពស់ទៅគាត់ចាប់ផ្ដើមឃើញគេនិយាយច្រើនពី Bitcoin គាត់ក៏ចូលទៅមើលវីដេអូពី influencer នៅក្នុង YouTube ហើយគេក៏និយាយថាអូតិចទៀត Bitcoin នឹងឡើងដល់$1 លានហើយអញ្ចឹងពេលនោះគាត់ក៏ចាប់ផ្ដើមធ្វើការវិនិយោគប៉ុន្តែមានអីក្រោយមកប្រហែលថ្ងៃវាក៏ចាប់ផ្ដើមធ្លាក់តម្លៃមកវិញដោយសារតែអត់បានធ្វើការសិក្សាស្រាវជ្រាវបន្ថែមច្រើនគាត់ក៏បានលក់កាក់របស់គាត់មកវិញក្នុងតម្លៃទាបជាងដែលគាត់ទិញហើយធ្វើឲ្យគាត់ខាតបង់លុយជាច្រើនអញ្ចឹងហើយទើបពួកគាត់និយាយថា crypto គឺជាការបោកប្រាស់ចាអញ្ចឹងខ្ញុំបានធ្វើការបកស្រាយពីប្រភេទអ្នកវិនិយោគទាំង5នៅក្នុងវិស័យ crypto ហើយអញ្ចឹងបន្ទាប់ពីស្ដាប់ពីដើមរហូតមកដល់ឥឡូវនេះតើអ្នកទាំងអស់គ្នាគិតថាអ្នកទាំងអស់គ្នាចូលក្នុងប្រភេទមួយណាដែរមួយវិញទៀតដើម្បីឆ្លើយសំណួរទៅបងដែលសួរខ្ញុំថាតើគួរវិនិយោគនៅក្នុងវិស័យ crypto បែបណាទើបធ្វើឲ្យចំណេញប្រាក់នោះគឺអាស្រ័យទៅលើបងតើបងនៅពេលដែលបងស្ដាប់វីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់ហើយតើបងគិតថាបងចង់ធ្វើជាអ្នកវិនិយោគប្រភេទមួយណាដែរបន្ទាប់មកបងអាចធ្វើការសិក្សាស្រាវជ្រាវផ្សេងបន្ថែមពីលើនេះក៏ដូចជាតាមដានព័ត៌មានផ្សេងតាក់ទងនឹងហិរញ្ញវត្ថុសេដ្ឋកិច្ចនិងវិស័យ crypto សម្រាប់ខ្ញុំផ្ទាល់ខ្ញុំមិនមែនជា financial advisor ទេអញ្ចឹងខ្ញុំអត់មានសិទ្ធិហើយក៏អត់អាចទៅដឹកដៃបងឲ្យមកធ្វើអញ្ចេះបានដែរអ្វីទាំងអស់គឺជាការសម្រេចចិត្តរបស់បងផ្ទាល់អញ្ចឹងអរគុណសម្រាប់សំណួរមួយនេះហើយអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាចូលចិត្តប្រភេទវីដេអូបែបនេះជួយចុច like និង subscribe
អញ្ចឹងនឹងទទួលបានវីដេអូប្រភេទបែបនេះបន្តទៀតអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្ទាប់